សូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់បាទថ្ងៃនេះធ្វើវីដេអូបង្ហោះបាទថ្នាំរឹសដូងបាទថ្នាំរឹសដូងបាទរឹសដូងបាទខាងក្នុងក្តីខាងក្រៅក្តីបាទខ្ញុំបាទមានថ្នាំជាថ្នាំគ្រាប់សម្រាប់ស្រួលហូបបាទសម្រាប់ស្រួលហូបមកពិបាកដាំទឹកប្រភេទថ្នាំគ្រាប់បាទប្រភេទថ្នាំគ្រាប់ទោះបីរដូងបាទគ្រប់ប្រភេទបាទមានរដូងបាទខាងក្នុងខាងក្រៅរដូងបាទតំកើតឬអាកាសយូរហើយអញ្ចឹងបាទមានថ្នាំរដូងបាទសម្រាប់ព្យាបាលរដូងបាទទោះបីរដូងបាទគ្រប់ប្រភេទក៏អាចព្យាបាលបានបាទជាប្រភេទថ្នាំគ្រាប់មួយថ្ងៃលេប3គ្រាប់ព្រឹក1គ្រាប់ថ្ងៃ1គ្រាប់និងល្ងាច1គ្រាប់បាទហើយផ្សំអំពីរុក្ខជាតិបាទរុក្ខជាតិធម្មជាតិសុទ្ធបាទផ្សំអំពីប្រទាលបាទប្រទាលនិងយិនសិនបាទនេះសារធាតុផ្សំបាទផ្សំថ្នាំរឹសដូងបាទមានលេខទូរស័ព្ទបាទផ្សំអំពីប្រទាលរឹសដូងបាទប្រទាលរឹសដូងបាទសប្រទាលរឹសដូងបាទខ្មៅប្រទាលរមៀតខ្មៅប្រទាលសរសៃបាទមានឆ្អឹងតេះនិងយិនសិនបាទនិងម្សៅចេកបាទបងប្អូនដែលមានបញ្ហាកាពះក៏ត្រូវឬដូងបានក៏ត្រូវគិសក៏ត្រូវបាទនេះកើតមហារីកតម្បៅមហារីកក៏ហូបបានបាទព្រោះផ្សំពីឆ្អឹងតេះយិនសិនបាទម្សៅចេកអីជាដើមបាទនេះយិនសិនបាទនេះប្រទាលបាទផ្សំពីប្រទាលនិងម្សៅចេកបាទប្រទាលរដូងបាទប្រទាលរមៀតខ្មៅបាទចឹងបងប្អូនដែលមានបញ្ហាឬដូងបាទអាចសាកល្បងមកហូបថ្នាំផ្សំអំពីប្រទាលនិងម្សៅចេកនិងម្សៅយិនសិននិងម្សៅប្រទាលច្រើនមុខបាទនិងឆ្អឹងតេះ0.1និងទឹកឃ្មុំបាទហូបទៅស្វិតបាទស្វិតឬដូងបាទនិងស្វិតបាទស្វិតម្ដងតិចរហូតដល់ជាបាទហើយនឹងស្រួលទំពាបាទស្រួលទំពានេះបាទថ្នាំយិនសិនបាទថ្នាំរឹសដូងបាទផ្សំអំពីរុក្ខជាតិសុទ្ធសាធបាទមានចេកយិនសិនបាទមានប្រទាលបាទប្រទាលខ្មែរបាទប្រទាលរមៀតខ្មៅប្រទាលរដូងបាទប្រទាលសរសៃអីជាដើមបាទផ្សំអំពីរុក្ខជាតិសុទ្ធបាទជាពិសេសឆ្អឹងតេះបាទធ្វើឲ្យស្វិតបាទស្វិតនៅរដូងបាទជាពិសេសម្សៅចេកជួយដល់កាពះបាទកាពះជួយក្នុងការបត់ជើងស្រួលជាបាទបងប្អូនហូបអស់តែ2-3ថ្ងៃនិង2ថ្ងៃឬ3ថ្ងៃដឹងភ្លាមបាទបងប្អូនមានបញ្ហាពុកម៉ែបងប្អូនមានបញ្ហាឬដូងបាទអាចតាក់ទងមកបាទអញ្ចឹងក៏សូមអរគុណបាទសូមចម្រើនបាទ